ស្ដីអ្នកគ្នាប៉ុន្តែយើងមកតសិរឿងរបស់យើងបន្តទៀតណាខ្ញុំគិតថាខ្ញុំខាត់សម្រាប់រឿងយូរហើយមិនជួយខ្ញុំសម្រាប់រឿងហ្នឹងណាកុំឲ្យខាត់ពេលយូរយើងចូលទៅរឿង A few moments later តើពីពេលមុនដែលចៅយីគាត់បានយកកន្សែងហុចឲ្យបរិបទអបអរសថាគូជន់ហ្វុងបរិបទដែលខ្ញុំប្រហែលជាមានទំនាក់ទំនងដែលមិនអាចនិយាយពេលនេះគេកំពុងតែអង្គុយនៅពីមុខខ្ញុំមិនដឹងថាមានរឿងអីឲ្យប្រកាសចំពោះពួកគាត់ទេតែគេពិតជាស្រដៀងនឹងម្ចាស់ដើមបើសិនជាគេរកឃើញថាខ្ញុំមកជំនុំម្ចាស់ដើមនោះគឺលោកខ្ញុំនឹងខ្លាចទៅជាងារថាហើយអូអ្នកគ្នាមកគាត់សម័យខ្ញុំត្រូវតែគេចពីគេដែលខ្ញុំអាចធ្វើបានចៅយីគាត់ប៉ុណ្ណឹងហើយគាត់បានងាកទៅគូជន់ហ្វុងហើយគាត់បាននិយាយថាចាំស្អែកទៅបង្គំនឹងយកតែមួយកែវធំមកទោះជាការសុំព្រះរាជទានទោសគូចន្ទវលើបែបនេះគាត់ក៏បាននិយាយភ្លាមថាម្ចាស់ទោសហូមិនបាច់គួរសមនឹងខ្ញុំទេខ្ញុំទៅតែស្គាល់លោកបានពីថ្ងៃប៉ុណ្ណោះហើយខ្ញុំបានទទួលយកអំណោយជាច្រើនរួចទៅហើយយ៉ាងនេះគាត់ក៏បាននិយាយភ្លាមថាទោះបង្គំគាត់តែធ្វើឲ្យបែកពេញប៉ុណ្ណោះទ្រង់មិនចាំបាច់ចំណាយទេព្រះអង្គទី8ក៏បាននិយាយថាមិនដែលមានភាពខុសគ្នារវាងឯងនិងខ្ញុំទេគឺជិតដល់ម៉ោងអាហារថ្ងៃត្រង់ហើយហេតុអីមិនទៅញ៉ាំនៅដំណាក់របស់ខ្ញុំហើយរើអីវ៉ាខ្ញុំបានរៀបចំអាហារដែលឯងចូលចិត្តសម្រាប់ឯងហើយចាយីគាត់នឹងអង្គុយជុំគ្នាជាមួយគូជន់ហ្វុនហើយចាយីក៏បាននិយាយថាទូបង្គំមិនដឹងថាព្រះអង្គម្ចាស់ទ្រង់ជួយចិត្តអ្វីទេទ្រង់ចង់យាមទៅជាមួយខ្ញុំទេអ្នកគ្នាខ្ញុំច្រឡំហៅគូជន់ហ្វុនតែពេលគូជន់ហឹងទេមិនខ្ញុំច្រឡំឈ្មោះហើយចាយីគាត់បានគិតថាគូជន់ហឹងអស្ចារ្យហើយពូកែខាងបរិស័យគូជន់ហឹងក៏បាននិយាយថាខ្ញុំបានលើមកថានៅកណ្ដាលព្រះម្ចាស់ទី8មានរូបជាស្រស់ស្អាតច្រើនណាស់ខ្ញុំមិនដែលមានឱកាសទៅមើលសោះមិនអញ្ចឹងទេយើងទៅមើលជាមួយគ្នាតែម្ដងទៅគឺទៅប៉ុណ្ណឹងអ្នកគ្នាឲ្យមើលគ្នាបាននឹងស្នើតែក៏បានគេថាអេប្រចំពោះមនុស្សគ្រប់គ្នាស្មើគ្នាទៅមើលគាត់ទៅរីដំណើរចៅយីយើងក៏បានឃើញចៅយីគាត់ទម្លាក់ខ្លួនដីពីលើកម្រាលពូចឹងណាហើយគាត់ក៏បាននិយាយ20ម៉ោងចុងក្រោយនេះចាប់ជាងខ្ញុំដេកផ្ទះមើលរឿងរាល់យប់ទៅទៀតខ្ញុំមិនរំពឹងទុកទេថាពួកគេនៅយូរបានល្អយ៉ាងនេះតែវាបានឲ្យចម្លើយខ្ញុំគិតថាគូយន្តហ្វឹងមិនមែនជាឃាតករទេដោយសារហេតុផលមួយក៏មិនអាចទុកចិត្តដោយគ្មានមូលដ្ឋានផ្លេចឈ្មោះម្នាក់នោះហើយនៅខ្ញុំសូមហៅបរិមម្នាក់នោះថាសក់ផ្កាឈូកចុះហើយពេលផ្កាឈូកក៏បាននិយាយថាហ្នឹងហើយក៏ព្រោះតែម្ចាស់ដើមចិត្តស្និទ្ធជាមួយនឹងគូជន់ហ្វឹងហ្នឹងគឺត្រូវហើយបើសិនជាខ្ញុំមិនសម្រេចមីសិនហើយស្លាប់ខ្ញុំអាចនឹងរស់ឡើងវិញទេគឺដូចជាមានបន្ទុកជំនួយអីអស់នឹងមែនទេខ្ញុំអាចឲ្យមីសិនធ្វើរង្វាន់ពេលបញ្ចប់នឹងដាក់បន្ទុកប៉ុណ្ណោះខ្ញុំក៏អាចមានលោកប្រព័ន្ធដែរហាលោកប្រព័ន្ធតើវាគឺជាអ្វីប៉ាប៉ាជួននោះក៏និយាយថាអញអាចយករង្វាន់បន្ទុកដែលឯងបានមកពីប្រព័ន្ធទៅទិញរបស់នៅក្នុងនោះបានប៉ុន្តែឥឡូវឯងមិនទាន់បានបន្ទុកគ្រប់គ្រាន់សម្រាប់លក់វាទេអ្នកគ្នាសម្រាប់បើកបានសម្រាប់លក់ទេមិនច្រឡំអញចេះតែឯងមានប្រយោជន៍អីផ្សេងទេខ្ញុំអាចប្រាប់ឯងបានថាពីអតីតកាលនរណាស្គាល់ឯងលើឯងយ៉ាងម៉េចខ្លះកាលពីប្រហែលថ្ងៃមុនសពជួបបានថាឆ្លោះតែថាខ្ញុំមានអារម្មណ៍ថាត្រជាក់ឆ្អឹងក្នុងបែបនេះតើមានអ្នកណាកំពុងតែមកដាក់ខ្ញុំដែរឬទេអាពេលបកឈូនោះក៏បាននិយាយថាហើយជាអនុស្សាវរីយ៍ណាវាជាប្រតិការដែលខ្ញុំមិនអាចបង្ហាញបានចៃក៏បានថាអញអត់ប្រយ័ត្នដែរអូខេអ្នកគ្នាខ្ញុំសម្រាប់តែប៉ុណ្ណឹងបានហើយបាយបាយ